ជាដំបូងខ្ញុំបានប្រូស្នាម blogger សូមគោរពក៏ដូចជាសូមទោសទៅកាន់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងបងប្អូនមហាជនទាំងអស់គ្នាដែលខ្ញុំមានរឿងរ៉ាវប្រហែលថ្ងៃនេះវាទៅជារឿងដែលបង្វែរស្ថានភាពរឿងព្រំដែនព្រោះថាប្រទេសចោលកំពុងតែចាក់ភ្លេងតម្លង់បងប្អូនខ្មែរយើងនៅជាដែនអូប៊ីជាន់ជាច្រើនបងប្អូនប្រហែលថ្ងៃនេះហើយចាប់ពីថ្ងៃនេះទៅខ្ញុំចង់បញ្ជាក់ថាខ្ញុំឈប់ធ្វើវីដេអូសម្រាប់ជួយអ្នកណាទៀតហើយរឿងលើកនេះវាជាកំហុសរបស់ខ្ញុំជាមេរៀនជីវិតរបស់ខ្ញុំដែលខ្ញុំគិតថាធ្វើបុណ្យគឺវាបានបុណ្យធ្វើសេចក្តីល្អវាបានល្អតែខ្ញុំធ្វើទៅវាអត់បានបុណ្យវាទៅកើតជារឿងរ៉ាវដែលគេចោទប្រកាន់ខ្ញុំតែមានរឿងរ៉ាវកន្លងមកដែលខ្ញុំស្អុយឈ្មោះអាក្រក់ដែរជារឿងដែលបោកលុយគេទាំងដែលខ្លួនឯងមានទឹកចិត្តចង់ទៅជួយគេសោះហើយខ្ញុំរៀងឲ្យបងប្អូនខ្ញុំឈប់ធ្វើបុណ្យហើយថ្ងៃនេះតលគឺខ្ញុំបានប្រុសស្នាខ្ញុំចង់មកបកស្រាយនៅរឿងដែលបងប្អូនយើងចោទប្រកាន់ខ្ញុំបន្ទាប់ពីខ្ញុំបានបញ្ចប់រឿងជាមួយបងស្រីតាក់ទងរឿងខ្ញុំជាមួយបងស្រីគឺយើងអត់មាននិយាយអីគ្នាទេយើងចប់គ្នាហើយចប់ចំពោះមុខច្បាប់ដែលយើងបាននិយាយគ្នាកិច្ចសន្យាគ្នាហើយមិនពាក់ព័ន្ធនឹងគ្នាទេថ្ងៃនេះខ្ញុំចង់លើករឿងដែលបងប្អូនយើងកំពុងតែចោទប្រកាន់មកលើខ្ញុំថាហេតុអីបានទទួលលុយតែ86,000ហ្នឹងកែងថាឲ្យគេ 1000 អីបងប្អូនថាបើសិនជាបងប្អូនវិញឲ្យលុយគេ 1000 ហើយគេមិនឲ្យវិញបងប្អូនព្រមអត់តាមពិតទៅខ្ញុំក៏ដូចគ្នាបងប្អូនបើសិនជាលុយ 1000 នឹងជាលុយខ្ញុំក៏ខ្ញុំមិនព្រមដែរខ្ញុំមិនព្រមលុយខ្ញុំឲ្យ 1000 ថាមិនបានឲ្យដោយឡែករឿងលុយ 1000 ហ្នឹងមិនមែនជាលុយខ្ញុំជាលុយដែលបងប្អូនយើងពឹងពាក់ឲ្យខ្ញុំយកទៅជួយគេយើងឲ្យគេ 1000 ហើយមិនទៅយកតែប៉ុណ្ណេះវិញលុយបងប្អូនម្ចាស់ជំនួយដែលពឹងពាក់ខ្ញុំយកទៅជួយគេអញ្ចឹងបងប្អូនយើងហ្នឹងគាត់បានប្រាប់ខ្ញុំថាឥឡូវ 1000 ហ្នឹងបើថាគេមិនបានទទួលគេមិនបានយកចោលទៅលុយហ្នឹងគេប្រាប់ខ្ញុំចឹងឲ្យខ្ញុំទៅយកលុយតែ 80,000 ហ្នឹងមកវិញមកយកដើម្បីទៅជួយរំលែកអ្នកផ្សេងអ្នកដែលគេសប្បាយចិត្តនឹងទទួលលុយព្រោះថាលុយ 86,000 បើយើងរំលែកទៅគ្រួសារផ្សេងៗវាបានច្រើនដែរបងប្អូនមិនចឹង 86,000 ហ្នឹងខ្ញុំបានដកមកភ្លាមគឺខ្ញុំរំលែកចែកបងប្អូនយើងដូចវីដេអូខ្ញុំបានផុសចឹងមានបងប្អូនខ្លះក៏គាត់ផ្ញើវីដេអូមកវិញទៅបងប្អូនខ្លះទៀតក៏គាត់ទុំទៅដកកន្លែងវិញកន្លែងលក់អង្គព្រោះគាត់អត់មានកងខ្លួនឯងទេគាត់ដកលុយគាត់អត់ចេះផ្ញើវីដេអូមកខ្ញុំវិញក៏ចាប់ទៅយើងរាប់ព្រោះទៅទាំងលុយ 86,000 ទាំងលុយខ្ញុំថែមចឹងវាមាន1លានជាងមានន័យថាខ្ញុំចូលលុយខ្ញុំវិញបងប្អូនហ្នឹងអាហ្នឹងរឿងលុយ 1000 ហ្នឹងហើយមួយទៀតតាក់ទងនឹងរឿងបាញ់ QR code ទៅកងប្រពន្ធខ្ញុំមានបងប្អូនយើងគាត់ខមមិនថាបាញ់ទៅប្រពន្ធហ្នឹងមិនមែនបាញ់ទៅឲ្យអ្នកដែលទទួលលុយទេរឿងនេះជារឿងពិតបងប្អូនមិនមើលវីដេអូខ្ញុំបកស្រាយតាំងពីប្រហែល 4-5 ថ្ងៃមុនខ្ញុំថាមិនខ្ញុំថាលុយខ្ញុំបាញ់ 1000 ហ្នឹងគឺខ្ញុំបាញ់ទៅគ្នាឯងខ្ញុំបាញ់ទៅគូដណ្ដឹងរបស់ខ្ញុំបាញ់ទៅគ្នាឯងសួរថាអ្នកណាមានលុយឥឡូវនេះខ្ញុំត្រូវការលុយប៉ុណ្ណេះដើម្បីយកទៅជួយគេខ្ញុំបាញ់លុយដកលុយគ្នាឯងអ្នកនៅជុំវិញខ្លួនហ្នឹងអ្នកណាមានប្រមាណបាញ់ដល់ពេលសួរទៅប្រពន្ធខ្ញុំនេះគូដណ្ដឹងរបស់ខ្ញុំនេះគាត់មាន 1000 ពេល4លានខ្ញុំដកលុយទៅគាត់ហើយលុយ4លានខ្ញុំយកមកក្រៅយកទៅជួយគេហើយណាបងប្អូនលុយ4លានហ្នឹងណាអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនដឹងឡើងហ្នឹងហើយមួយទៀតបងប្អូននេះតាក់ទងនឹងរឿងបងស្រីសុភា MD អ្នកប្រុសនេះឈ្មោះសុកនីយកលុយខ្ញុំអី$1000ទៅសម្ភាសទៅឲ្យកឹបកេងឲ្យតែម្នាក់ 40,000 អីទៅខ្ញុំចង់ប្រាប់បងប្អូនថាខ្ញុំមិនមែនឈ្មោះសុកនីនទេបងប្អូនខ្ញុំមិនមែនឈ្មោះសុកនីនទេខ្ញុំឈ្មោះហួយវាសនាឈ្មោះពិតហួយវាសនាមើលទៅ Facebook ខ្ញុំទៅធនាគារខ្ញុំមិនថា ABA មិនថាវិញមិនថាធនាគារផ្សេងៗគឺខ្ញុំឈ្មោះហួយវាសនាខ្ញុំមិនមែនឈ្មោះសុកនីទេគេស្គាល់ខ្ញុំគ្រប់គ្នាគេស្គាល់នឹងប្រូស្នា blogger ឈ្មោះពិតហួយវាសនារឿងគាត់នេះគាត់ខមមិនបងសុភានេះគាត់មិនដឹងថាគាត់ខមមិនជាមួយអ្នកណាទេហើយគេយកមកកាត់មកចោទខ្ញុំថាខ្ញុំបោកលុយបងសុភា MD ឥឡូវបងប្អូនអ្នកកាត់នេះដែលចោទខ្ញុំនេះបើសិនខ្ញុំបានបោកលុយបងសុភា MD ហ្នឹងឲ្យបងសុភា MD នឹងប្តឹងខ្ញុំមកបើខ្ញុំបានបោកលុយគាត់ប្រហែលពាន់ដូចតែគាត់ខមមិននេះមែនរឿងបង MD នេះជារឿងផ្សេងជារឿងអ្នកផ្សេងដែលគេកឹបកេងលុយគាត់គេជូនម្នាក់ 50,000 សុំម្នាក់ 50,000 30,000 ហើយកឹបកេងលុយ 3,600 នេះរឿងផ្សេងណាបងប្អូនខ្ញុំអត់ដឹងទេហើយបើសិនជាខ្ញុំបានបោកលុយបង MD តែប្រហែលពាន់ហ្នឹងមែនបងប្អូនទុំឲ្យគាត់ប្តឹងខ្ញុំមកប្តឹងខ្ញុំបានណាគាត់អាចប្តឹងខ្ញុំបានប្តឹងខ្ញុំចោះហើយខ្ញុំនឹងបងសុភា MD ខ្ញុំមិនដែលស្គាល់គ្នាទេគាត់ក៏មិនដែលបានជួយលុយជាមួយខ្ញុំខ្ញុំមិនដែលបានស្គាល់គាត់ទេអត់ដែលមានទំនាក់ទំនងឲ្យគាត់ទេហើយរឿងបងស្រីនេះគាត់បោះចោលប្រកាន់ថាបង MD នឹងត្រូវខ្ញុំបោកលុយបើឲ្យចោលខ្ញុំបើឲ្យប្តឹងខ្ញុំមកបើខ្ញុំខុសឲ្យបង MD ប្តឹងខ្ញុំមកបើអាចបង MD ខ្ញុំបានបោកលុយបងមែនអត់អាចស្អីបងស្រីសុំទោសដែលបងខមមិនណានោះគេយកខមមិនបងមកកាត់ចឹងគេចោទថាខ្ញុំបោកលុយបងសូមបង MD អាចជួយបញ្ជាក់ក្នុងខមមិនផងបើខ្ញុំបោកលុយបងមែនបងប្តឹងខ្ញុំមកបងតែបើអត់ទេសូមបងឆ្លើយថាអត់ផងអរគុណបងការគោរពពីខ្ញុំពីចង្អាយហើយតាក់ទងនឹងរឿងម្ចាស់ជំនួយនេះគេថាខ្ញុំដើរប្លុកគេបងប្អូនហើយក្នុងเพจខ្ញុំមានប្លុកអ្នកណាទេខ្ញុំបើកធម្មតាតើបងប្អូនយើងចូលមកខមមិនជេរខមមិនដសារខមមិនគ្រប់ត្រូលលើកទឹកចិត្តឃើញធម្មតាតែមិនដែរប្លុកណាហើយតាក់ទងនឹងលុយជំនួយដែលខ្ញុំយកមកវិញ 80,000 ជាងហ្នឹងខ្ញុំបានថែមនឹងលុយខ្ញុំទៀតបាញ់វេទៅគេអស់ហើយនៅពេលដែលខ្ញុំដកលុយមកភ្លាមខ្ញុំក៏បាននិយាយដែរថាខ្ញុំនឹងបាញ់លុយជួយម្ចាស់ជំនួយវិញបើគាត់ត្រូវការបើគាត់ឲ្យខ្ញុំយកលុយនឹងជួយគេផ្សេងខ្ញុំជួយហើយគាត់មកជាច្រើនគាត់ឲ្យខ្ញុំទៅជួយគេផ្សេងអញ្ចឹងខ្ញុំយកទៅជួយគេផ្សេងអស់ហើយហើយនឹងបងប្អូនខ្លះក៏គាត់ឆាតមកច្រើនដែរខ្ញុំក៏បាញ់លុយជូនគាត់មួយចំនួនដែរបងប្អូនតែភាគច្រើនគឺគាត់ថាគាត់យកលុយនឹងវិញទេគាត់ឲ្យខ្ញុំជួយគេលុយបាញ់ជួយអស់ហើយលុយនោះអត់មានខ្ញុំសូម្បី100 រៀលអត់មានទេបងអូនចង់ឆ្លើយតបទៅកាន់បងស្រីដែលគាត់ជាម្ចាស់ brand ធំដែរដែលខ្ញុំស្គាល់គាត់ខ្ញុំស្រឡាញ់គ្រប់គាត់ការធ្វើបុណ្យរបស់គាត់ដែរគាត់ក៏ជា idol របស់ខ្ញុំម្នាក់ដែរបងស្រីគាត់បានមានចម្ងល់ពីចំណុចមកលើខ្ញុំហេតុអីបានជាបងស្នាហ្នឹងជាអ្នកធ្វើ content សប្បុរសធម៌ទៅមិនថតវីដេអូអធិស្ឋានបងបើសិនជាខ្ញុំអ្នក content សប្បុរសធម៌មានន័យថាគ្រប់វីដេអូ10វីដេអូទាំង10គឺខ្ញុំថតតែរឿងរលុយជួយគេទៅអត់បងអញ្ចឹងបើបងមិនមានពេលបងអាចឲ្យកូនចៅបងគាត់ scroll មកក្នុង page ខ្ញុំទៅថាតើខ្ញុំអ្នកធ្វើសប្បុរសធម៌ហ្នឹងគ្រប់វីដេអូសតជាអ្នកធ្វើ content តែសប្បុរសធម៌ហ្នឹងមកមុខឬក៏យ៉ាងណាតាមក៏ទៅបងស្រីអូនជាអ្នកធ្វើវីដេអូក៏ផ្លែងទទួលការប្រម៉ូទដោយកូនចៅបងទាំងអស់គ្នាហ្នឹងអូនអ្នកប្រម៉ូទធម្មតាទេហើយបងក៏មិនអ្នកល្បីអីអស់ចាដែរបងអូនអ្នកធ្វើ content វីដេអូធម្មតាទេប៉ុន្តែដោយសារអីដែលបងធ្វើ content សប្បុរសធម៌ដោយសារមានការពឹងពាក់ពីបងប្អូនយើងដូចបងអញ្ចឹងបងពឹងពាក់អូនឲ្យជួយអ្នកណាម្នាក់បងគ្មានពេលទៅជួបគាត់ផ្ទាល់ទេគាត់បងពឹងខ្ញុំថាលើអ្នកអូនឯងយកទៅជួយគាត់ប៉ុណ្ណេះហើយដកជួយអ្នកនេះប៉ុណ្ណេះអញ្ចឹងបងលក្ខណៈអញ្ចឹងបងប្អូនធ្វើ content សប្បុរសធម៌អូន content បង content funny ផ្លែងសบายទេបងហើយមួយទៀតចំណុចទី2បងស្រីបានមានប្រសាសន៍ថាបើសិនជាបងណាបងជួយអ្នកណាគឺជួយអ្នកនឹងតែម្នាក់អធិស្ឋានបងមិនបាច់យកប្អូនទៅប្រៀបធៀបជាមួយបងទេអូនអត់អាចប្រៀបធៀបជាមួយបងស្រីបានទេបងហេតុអីបានអូនថាប្អូនមិនអាចប្រៀបធៀបជាមួយបងបានបងគិតមើលបងជាអ្នកមានលុយមានធនធានបងជាម្ចាស់ brand ដ៏ធំបងមានលុយទៅធ្វើបុណ្យមានន័យថាបើបងចង់ធ្វើបុណ្យជាមួយអ្នកណាម្នាក់បងដកលុយកប៉ៅខ្លួនឯងហ្នឹងដកលុយក្នុងកងខ្លួនឯងទៅជួយគេតែម្ដងបើសម្រាប់ប្អូនមិនមែនជាអ្នកមានលុយច្រើនដូចបងស្រីទេអូនជាអ្នកដែលគេពឹងពាក់ពឹងអាស្រ័យឧទាហរណ៍ដូចបងនិយាយមុនហ្នឹងចឹងឥឡូវមានបងប្អូនយើងគេឆាតមកប្អូនឥឡូវអូនឯងជួយបុគ្គល A ហ្នឹងបងបាញ់លុយមក$200អូនឯងជួយបុគ្គល A ហ្នឹង100ទៅហើយ100ទៀតអូនឯងទុកចាត់ចែងនឹងអ្នកណាដែលអូនឯងគិតថាខ្វះខាតពិតប្រាកដអ្នកប្រកបតែគេស្នើសុំមកបងឯងតាមឆាតតាមអីក៏ដោយឬក៏ផុសវីដេអូ
ក៏ដោយបងឯងបាញ់ជុំគេទៅហើយបើបានវីដេអូផ្ញើឲ្យបង private ឲ្យគេមើលផងឲ្យបងម្ចាស់ជំនួយមើលផងអញ្ចឹងបងប្អូនគឺអញ្ចឹងហើយបងសូមបញ្ជាក់មួយទៀតមិនមែនបងចេះចាត់ចែងលុយគេទេគឺបងចាត់ចែងទៅតាមនឹងម្ចាស់លុយដែលគេសនំពោថាឥឡូវបងឯងដកជួយប៉ុណ្ណេះប្រហែលបងឯងឲ្យអ្នកប្រហែលគេចាត់ចែងឲ្យបងធ្វើអញ្ចឹងបងធ្វើតាមម្ចាស់លុយបងគ្មានសិទ្ធិទៅចាត់ចែងលុយគេទេបងអាហ្នឹងគេពឹងពាក់អាស្រ័យបងណានេះជាមូលហេតុដែលបងប្អូនយើងថាមិនគេជួយម្នាក់ហ្នឹងឲ្យទៅដកជួយអ្នកផ្សេងមិនមែនបងអ្នកដកទេគឺម្ចាស់ជំនួយអ្នកឲ្យចាត់ចែងអ្នកឲ្យបងដកធ្វើការតាមការស្នើសុំរបស់បងប្អូនម្ចាស់ជំនួយហើយមួយទៀតបងក៏ចង់អរគុណដែរទៅបងប្អូនអ្នក follow content creator ធំៗថាអ្នក follow តិចឬអ្នក follow ច្រើនដែលជន់បងប្អូនជេរបងប្អូនមិនអីទេបងម្សិលមិញបងផុសវីដេអូសរសើរបងប្អូនកាន់ជើងបងប្អូនដល់ពេលឥឡូវបងធ្វើវីដេអូឲ្យគេជេរបងប្អូនជន់បងប្អូនហើយបងធ្វើដើម្បីអីគឺបងដឹងខ្លួនឯងហើយបងមិនខឹងទេបងចង់ជន់បងប្អូនដល់កប់បាត់ដល់ណាដល់ទៅបងចង់សង្ស័យបងប្អូនថាមិនថាទៅនឹងកាន់បងប្អូនកន្លែងណាដែលបងប្អូនមិនបានធ្វើបងប្អូននឹងបកស្រាយជូនបងធម្មតាចឹងទៅប៉ុន្តែសង្ឃឹមថាបងប្អូនយើងខ្លះដែលគុំចោទប្រកាន់ខ្ញុំទៅយកលុយរឿងគេបោកស្អីមកចោទខ្ញុំបងប្អូនចោទខ្ញុំបងប្អូនមានផុសតាងអត់ថាខ្ញុំបោកលុយនេះបោកលុយនេះនោះខ្ញុំថាស្ងាត់ហើយចប់ហើយបងប្អូនថាខ្ញុំចប់ហើយខ្ញុំគោរពតាមការស្នើសុំរបស់បងប្អូនទាំងអស់គ្នាក៏ដូចជាថ្នាក់ដឹកនាំថាឥឡូវចប់ទៅកុំបងប្អូនសង្គមឲ្យបងប្អូនយើងមានពេលតាមដានរឿងជាតិវិញបងក៏ចប់នៅពេលដែលបងប្អូនចប់បងប្អូនជន់បងប្អូនតែម្ដងនៅពេលដែលបងប្អូនបកកាយតវ៉ាបកស្រាយបងប្អូនសង្គមបងប្អូនជឿបងប្អូនទៅពេលបងប្អូនទៅថាបងប្អូនសង្គមបងប្អូនចប់បងប្អូនបែរជាចោទបងប្អូនថាបងប្អូនអានឹងចប់ស្ងាត់នឹងដោយសារវាធ្វើចឹងមែនដល់ពេលខ្ញុំបកស្រាយបងប្អូនជឿខ្ញុំហើយបងប្អូនថាបកស្រាយយកលេសស៊ីលាអៀខ្លួនអាពេលបងប្អូនថតធ្វើប៉ុនអាពេលបងប្អូនធ្វើប៉ុនដោយភ្លេចថតនឹងមិនបានថតបងប្អូនថាបងប្អូនទៅគេជំនួយដល់ពេលបងប្អូនថតបងប្អូនថាបងប្អូននឹងធ្វើប៉ុនយកមុខមិនបើធ្វើប៉ុន4 10 20ម៉ឺនថតមែនមិនឲ្យបងប្អូនថតមិនបងប្អូនមិនថតបងប្អូនខុសចឹងបងប្អូនទៅថតហើយតើតើនឹងបងប្អូនយើងអ្នកខមមិនអ្នកខមមិនអត់មានច្រើនទេអ្នកជេរខ្ញុំ2 3នាក់ដែលគាត់ខមមិនដែលជេរនឹងចឹងបងប្អូនបើគាត់ថាជេរខ្ញុំហើយសប្បាយចិត្តជេរបងប្អូនចោះបងប្អូនអរគ្នាខ្ញុំសូមចប់តែប៉ុណ្្នឹងសូមបងប្អូនពេកតាមដានរឿងជាតិវិញហើយខ្ញុំឈប់ហើយពាក់ព័ន្ធសកម្មភាពរឿងអង្គាសថវិកាឬក៏បងប្អូនណាដែលពឹងខ្ញុំយកលុយទៅជួយនេះជួយនេះនោះខ្ញុំឈប់ចាប់ពីពេលហ្នឹងទៅតែរឿងដែលខ្ញុំធ្វើកន្លងមកមុនវីដេអូនេះធ្វើហើយទៅខ្ញុំឈប់ហើយនេះជាមេរៀនជីវិតសម្រាប់ខ្ញុំហើយខ្ញុំចង់ប្រាំទៅបងប្អូនទាំងអស់គ្នាដែលមានគំនិតចង់ធ្វើដូចខ្ញុំប្រយ័ត្នមានកំហុសដូចខ្ញុំបងប្អូនត្រូវគិតមែនតើអញ្ចឹងអរគុណជូនបងប្អូនសុខភាពល្អសំណាងល្អជូនបងប្អូនទាំងអស់គ្នាអ្នកមើលកុំឲ្យជួបរឿងដូចខ្ញុំសូមឲ្យធ្វើល្អបានល្អសូមឲ្យធ្វើទៅមើលល្អធ្វើទៅមើលបងទាំងអស់គ្នាជាពិសេសបងប្អូនកុំភ្លេចតាមដាននៅព្រំដែនដូចខ្ញុំបញ្ជាក់ម្ដងទៀតដោយសារខាងភាគីខាងប្រទេសចៅគេធ្វើទុកបុកម្នេញគេចាក់សម្លេងខ្មោចគេចាក់នេះចាក់នោះយូរកោយើងឲ្យយើងប្រជាពលរដ្ឋខាងអូបេជនខាងជីដែនបានសោកតែម្ដងបងប្អូនអញ្ចឹងអរគុណជំរាបលាពុកម៉ែបងប្អូនហើយក៏សូមទោសថ្នាក់ដឹកនាំម្ដងទៀតដែលកូនចៅមានរឿងកើតជារឿងបងប្អូនសង្គមបបែកដានធ្វើឲ្យបងប្អូនខ្មែរយើងលែងសាមគ្គីគ្នាអារឿងជាតិមកគិតតែរឿងអត់ប្រយោជន៍ដូចជារឿងរបស់ខ្ញុំតជំរាបលាបងប្អូន